บองโอนใช้มาคนใช้นี่เป็นในสระไม้หรือเป็นในไกลประเทศบอกเป็นในขนมไม้ใส่ไอพีโยคลวนเว้ยมั้ยโยจับเอ็มมั้งมันยังใช้มือสั่นaccount คนใช้ใช้มือแล้วบองโอนมือเบอร์ในขนมไอพีขนมประเทศสายจีเดียวโยเว้ยมั้งบอกเป็นในไกลกับนั่งไหมดิตกเอาเวทเธอสั่นเลยชั่วโมงคนใช้ยังใช้มือเพลสั่นอันปรับหอยท่าอันขมิ้นปะขมิ้นปูเต้อันรู้แต่เองกับบ้าแต่เองอันขมิ้นเคลียขมิ้นคลองขมิ้นทรายเต้ไปเจี๊ยบปวดรถท่อมได้บันเจงนี่มาเตะหยกบอลให้สลับเคลียบ้านนี่อาจจะกูดฮะนี่ไอ้ปะปูปะประชังไอ้ปะประชังมาไอ้เหม็นanh mình tranh mà tê dục bao lót ta này mến mà tê môi đi chầm rán rồi sao phụ ải và má nè nó mới màn đi chầm rán mình miên ca mình tranh mà tê dục bao là ha con ta mình tranh mà tê dục bao clip bạc mai anh bạc đồn tai mến anh pra bài ta thả anh mình tranh mà tê dục bao anh không miên bạc miên phụ xong bây ta ham ngoặt này dưới mình miên sức nông ca này dưới ải rùa đàm ấy ấy và tê môi con ta này gì đây sao vì mình ban này gì hay cạn màu đầm ấy nôm kia lực cầm cao chia và đẹp bỏ rót trên net sai hai chiếc hai cho tập hiên đại do chỉ vứt tới bắt đầu nơi prum này nhé bắt mình làm lay smile đừng chun pika pi cầm nát đại giúp ngôi vòng bơi vòng one tam ca chắc rút là bọc phụ và chăn đấy nè cái thứ ấy đôi phụ khi mọi ngày mà nơi prum này khi có pun khiไอ้โลกខ្ញុំស៊ូផែវណាអីវិញចោះដោយសារផែវណាអី live រយៈពេល1ម៉ោងជាងខ្ញុំនិយាយក្នុងវីដេអូវាខ្លីពេកអញ្ចឹងខ្ញុំសង្ខេបជូនលោកវិញចុះឥឡូវខ្ញុំស៊ូផែវណាអីវិញចុះអំពីការដែលលោកប្រៀបធៀបភូមិយុទ្ធជាមួយវីរៈកងទ័ពនៅតាមជីដែនណាហើយលោកបាននិយាយថាភូមិយុទ្ធនេះស័ក្តិសមបំផុតក្នុងការចាប់គុកឥឡូវខ្ញុំស៊ូផែវណាអីវិញចុះណាភូមិយុទ្ធគឺជាបុគ្គលរូបណាលោកអេងដឹងហើយណាជន់ពីការសាមញ្ញប៉ុន្តែពាក្យវោហារស័ព្ទរបស់គាត់នៅលើបណ្ដាញសង្គមគឺជាភាសាដែលមុតស្រួចហើយក៏ជាភាសាពិតដែរណាមហាជនគេគ្រប់គ្រងគេយកក្បាលទៅគិតគេមិនយកជាស្ដាប់ឲ្យក្បាលខួរក្បាលគេអត់គិតទេណាអញ្ចឹងភាសាអ្វីដែលគាត់និយាយលើបណ្ដាញសង្គមគឺវារឿងពិតណាឬក៏ពួកឯងអត់ទទួលស្គាល់ក្រុមការដឹកនាំ30-40ឆ្នាំនេះវាអត់ផ្ដល់ការជឿចាប់ណាមួយទៅកាន់មនុស្សឆ្លូតត្រង់ណាឥឡូវប្រៀបធៀបដល់វីរៈកងទ័ពណាគេថាពួកខ្ញុំមនុស្សក្រៅប្រទេសនេះគឺជាពួកអក្បត់ជាតិបានតែព្រោះបានជាអីមួយឆ្នេះ5ជាតិនៅលើបន្ទប់នៅក្នុងបន្ទប់អញ្ចឹងទៅមិនការពារណាទាហានកងទ័ពតាមជាដែនទៅឥឡូវខ្ញុំសួរលោកអីវិញចុះណាមនុស្សស្រឡាញ់ជាតិមនុស្សចូលរួមកិច្ចការជាតិណាគេមានរបៀបនៃការធ្វើការផ្សេងគ្នាអ្នកណាមានចំណេះដឹងទៅធ្វើមន្ត្រីរាជការទៅណាធ្វើផ្សេងគ្នាធ្វើពេទ្យទាហានណាធ្វើទាហានធ្វើអីចឹងទៅណាឬក៏លោកចង់ឲ្យមកប្រទេសហ្នឹងទៅកាន់កាភ្លើងការពារព្រំដែនទាំងអស់មិនបាច់ណាមួយធ្វើការផ្សេងជាងហ្នឹងទេណាឥឡូវខ្ញុំនិយាយដល់ការណាពួកខ្ញុំក្រៅប្រទេសអត់ឲ្យតម្លៃវីរៈកងទ័ពអត់ទុកជាវីរៈកងទ័ពហ្នឹងជាវីរៈបរោះខូលអេនិយាយហ្នឹងគឺនិយាយតាមអារម្មណ៍ទេមហាជនទាំងក្នុងនិងក្រៅប្រទេសអ្នកប្រឆាំងឬក៏មិនអ្នកប្រឆាំងដោយសុទ្ធតែមានការបារម្ភអំពីសុវត្ថិភាពវីរៈកងទ័ពទោះមិនបានកើតជាមួយនឹងផ្ទៃម្ដាយតែមួយក៏ប៉ុន្តែអារម្មណ៍នៃការស្រឡាញ់ជាតិអារម្មណ៍នៃការលះបង់របស់ពួកយើងឈឺចាប់ខ្លាំងណាស់ប៉ុន្តែអញ្ចឹងសួរទៅលោកផែវណាអីវិញទៀតថ្នាក់ដឹកនាំដែលលោកអេងកំពុងតាំងនេះប្រព័ន្ធកូនគេផុសរកប្តីស៊ូដំណឹងប្តីប៉ុន្តែរដ្ឋាភិបាលក្រុមការដឹកនាំរបស់ពួកឯងនេះវាថាប្រព័ន្ធកូនគេនឹងជាអ្នកញុះញង់ដែលធ្វើឲ្យចលាចលណាលោកឯងត្រូវប្រគិតឡើងវិញណាណានៅក្រៅប្រទេសអ្នកខ្លះបែបប្រមាត់រដ្ឋបកលួចឲ្យលុយក្រៅប្រព័ន្ធប៉ុន្តែរដ្ឋាភិបាលឯងគ្រាន់ជាជំនួយរបស់ជប៉ុនរបស់ចិនណារបស់សហភាពអឺរ៉ុបនិងអាមេរិកណាឥឡូវបានទិញអីខ្លះដល់វីរៈកងទ័ព Power Bank ណារបស់ប្រើប្រាស់អោក្រោះនេះជំនួយក្នុងស្រុកផែវណាឯងគឺជាមនុស្សមួយដែលមានឥទ្ធិពលដែរនៅលើបណ្ដាញសង្គមប៉ុន្តែឥទ្ធិពលរបស់លោកនេះវាប្រើការពារឆ្អឹងវាមិនមែនការពារប្រយោជន៍រួមឬក៏ទេណាខ្ញុំមានពាក្យនិយាយច្រើនសារវីដេអូខ្ញុំវាខ្លីហើយខ្ញុំក៏ចង់ចង្កត់ធ្ងន់ថាបើផែវណាឯងជាមនុស្សដែលលះបង់ណាកិច្ចការរួមណារបស់មហាជនណាផែវណាឯងមានការគ្រប់គ្រងជាងបងភូយុទ្ធណាថ្មីត្បិតតែគាត់អត់មានកាយសម្បត្តិល្អដែលលោកមើលងាយថាគាត់នឹងធ្វើបន់អត់ដល់ណាប៉ុន្តែលោកត្រូវយល់ថាលោកតាំងខ្លួនជាអ្នករៀនចេះដឹងតាំងមិនដឹកតាំងអីនេះវាអោខ្វាសេនេះឥឡូវបើសិននិយាយអំពីណារឿងពិតនាំគ្នាលើកតម្កើងជាវរៈបរោះជាអ្នកស្នេហាជាតិហើយចុះតាហ៊ានដែលយកជីវិតទៅបដូរនៅព្រំដែននេះអត់មានតម្លៃស្មើនឹងជនពិការពីកំណើតដែលយុគងល់វង្វេងវង្វាន់តាមការចាក់រុករបស់ពួកប្រឆាំងនឹងនេះណាគេធ្វើអី
ដោយពួកខ្ញុំរាល់ថ្ងៃមកនៅព្រំដែនឃ្លៀបប្រពន្ធឃ្លៀប ឥឡូវខ្ញុំសួរផែវណ្ណាអីវិញចោះដោយសារផែវណ្ណាអី live រយៈពេល1ម៉ោងជាងខ្ញុំនិយាយក្នុងវីដេអូវាខ្លីពេកអញ្ចឹងខ្ញុំសង្ខេបជូនលោកវិញចោះឥឡូវខ្ញុំសួរផែវណ្ណាអីវិញចោះអំពីការដែលលោកប្រៀបធៀបភូមិយុទ្ធជាមួយវីរៈកងទ័ពនៅតាមជីដែនណាហើយលោកបាននិយាយថាភូមិយុទ្ធនេះស័ក្តិសមបំផុតក្នុងការចាប់គុកឥឡូវខ្ញុំសួរផែវណ្ណាអីវិញចោះណាភូមិយុទ្ធគឺជាបុគ្គលរូបណាលោកអេងដឹងហើយណាជន់ពីការសាមញ្ញប៉ុន្តែពាក្យវោហារស័ព្ទរបស់គាត់នៅលើបណ្ដាញសង្គមគឺជាភាសាដែលមុតស្រួចហើយក៏ជាភាសាពិតដែរណាមហាជនគេគ្រប់គ្រងគេយកក្បាលទៅគិតគេមិនយកជជែកស្ដាប់ឲ្យក្បាលខួរក្បាលគេអត់គិតទេណាអញ្ចឹងភាសាអ្វីដែលគាត់និយាយលើបណ្ដាញសង្គមគឺវារឿងពិតណាឬក៏ពួកឯងអត់ទទួលស្គាល់ក្រុមការដឹកនាំ30-40ឆ្នាំនេះវាអត់ផ្ដល់ការជឿចាប់ណាមួយទៅកាន់មនុស្សឆ្លូតត្រង់ណាឥឡូវប្រៀបធៀបដល់វីរៈកងទ័ពណាគេថាពួកខ្ញុំមនុស្សក្រៅប្រទេសនេះគឺជាពួកអក្បត់ជាតិបានតែព្រោះបានជាអីមួយឆ្នៃហាជាតិនៅលើបន្ទប់នៅក្នុងបន្ទប់អញ្ចឹងទៅមិនការពារណាទាហានកងទ័ពតាមជាដែនទៅឥឡូវខ្ញុំសួរលោកអីវិញចុះណាមនុស្សស្រឡាញ់ជាតិមនុស្សចូលរួមកិច្ចការជាតិណាគេមានរបៀបនៃការធ្វើការផ្សេងគ្នាអ្នកណាមានចំណេះដឹងទៅធ្វើមន្ត្រីរាជការទៅណាធ្វើផ្សេងគ្នាធ្វើពេទ្យទាហានណាធ្វើទាហានធ្វើអីចឹងទៅណាឬក៏លោកចង់ឲ្យមកប្រទេសហ្នឹងទៅកាន់កំភ្លើងការពារព្រំដែនទាំងអស់មិនបាច់ណាមួយធ្វើការផ្សេងជាងហ្នឹងទេណាឥឡូវខ្ញុំនិយាយដល់ការណាពួកខ្ញុំក្រៅប្រទេសអត់ឲ្យតម្លៃវីរៈកងទ័ពអត់ទុកជាវីរៈកងទ័ពហ្នឹងជាវីរៈបរោះខូលូអេនិយាយហ្នឹងគឺនិយាយតាមអារម្មណ៍ទេមហាជនទាំងក្នុងនិងក្រៅប្រទេសអ្នកប្រឆាំងឬក៏មិនអ្នកប្រឆាំងដោយសុទ្ធតែមានការបារម្ភអំពីសុវត្ថិភាពវីរៈកងទ័ពទោះមិនបានកើតជាមួយនឹងផ្ទៃម្ដាយតែមួយក៏ប៉ុន្តែអារម្មណ៍នៃការស្រឡាញ់ជាតិអារម្មណ៍នៃការលះបង់របស់ពួកគាត់ពួកយើងឈឺចាប់ខ្លាំងណាស់ប៉ុន្តែអញ្ចឹងសួរទៅលោកផែវណ្ណាអីវិញទៀតថ្នាក់ដឹកនាំដែលលោកអេងកំពុងតាំងនេះប្រព័ន្ធកូនគេផុសរកប្តីស៊ូដំណឹងប្តីប៉ុន្តែរដ្ឋាភិបាលក្រុមការដឹកនាំរបស់ពួកឯងនេះវាថាប្រព័ន្ធកូនគេនឹងជាអ្នកញុះញង់ដែលធ្វើឲ្យចលាចលណាលោកឯងត្រូវប្រគិតឡើងវិញណានៅក្រៅប្រទេសអ្នកខ្លះបេះប្រមាត់រដ្ឋបកលួចឲ្យលុយក្រៅប្រព័ន្ធប៉ុន្តែរដ្ឋាភិបាលឯងគ្រាន់ជាជំនួយរបស់ជប៉ុនរបស់ចិនណារបស់សហភាពអឺរ៉ុបនិងអាមេរិកណាឥឡូវបានទិញអីខ្លះដល់វីរៈកងទ័ព Power Bank ណារបស់ប្រើប្រាស់អោក្រោះនេះជំនួយក្នុងស្រុកផែវណ្ណាឯងគឺជាមនុស្សមួយដែលមានឥទ្ធិពលដែរនៅលើបណ្ដាញសង្គមប៉ុន្តែឥទ្ធិពលរបស់លោកនេះវាប្រើការពារឆ្អឹងវាមិនមែនការពារប្រយោជន៍រួមឬក៏ប្រទេសណាខ្ញុំមានពាក្យនិយាយច្រើនសារវីដេអូខ្ញុំវាខ្លីហើយខ្ញុំក៏ចង់ចង្កត់ធ្ងន់ថាបើផែវណ្ណាឯងជាមនុស្សដែលលះបង់ណាកិច្ចការរួមណារបស់មហាជនណាផែវណ្ណាឯងមានការគ្រប់គ្រងជាងបងភូយុទ្ធណាថ្មីត្បិតតែគាត់អត់មានកាយសម្បត្តិល្អដែលលោកមើលងាយថាគាត់នឹងធ្វើបុណ្យអត់ដល់ណាប៉ុន្តែលោកត្រូវយល់ថាលោកតាំងខ្លួនជាអ្នករៀនចេះដឹងតាំងបណ្ឌិតតាំងអីនេះបើអោខ្វាសេនេះឥឡូវបើសិននិយាយអំពីណារឿងពិត